សន្ទុះប្រាក់ដុល្លារបានរក្សានៅចិត្តតម្លៃ 97.8 កាលពីថ្ងៃពុធដោយបានធ្លាក់ចុះ3វគ្គជាប់គ្នាមកហើយដោយសារការព្រួយបារម្ភអំពីការបិទរដ្ឋាភិបាលអាមេរិកដែលនឹងអាចកើតមានឡើងឆាប់ៗនេះដែលនេះបានដាក់សម្ពាធដល់ទីផ្សារប្រាក់ដុល្លារការបិទនេះនឹងត្រូវចាប់ផ្ដើមឡើងនៅពាក់កណ្ដាលអាធ្រាត្រនៅថ្ងៃនេះប្រសិនណាបើសភាមិនសម្រេចការអនុម័តលើការផ្ដល់មូលនិធិសម្រាប់ការចំណាយបណ្ដោះអាសន្នដោយខាងគណៈបកសាធារណរដ្ឋរបស់លោកដូណាល់ត្រាំនិងគណៈបកប្រជាធិបតេយ្យបានស្ដីបន្ទោសគ្នាទៅវិញទៅមកចំពោះការជាប់គាំងនេះពាណិជ្ជករឥឡូវនេះត្រូវបានផ្ដោតលើរយៈពេលនៃការបិទរដ្ឋាភិបាលដែលដោយសារតែការបិទនេះអាចមានការរំខានរយៈពេលយូរដែលអាចពន្យាពេលនៃការចេញផ្សាយទិន្នន័យសំខាន់ៗមុនពេលកិច្ចប្រជុំគោលនយោបាយនៅចុងខែតុលារបស់ធនាគារកណ្ដាលអាមេរិករួមទាំងរបាយការណ៍ប្រាក់បៀវត្សមិនមែនផ្នែកកសិកម្មនៅថ្ងៃសុក្រនេះផងដែរកាលពីថ្ងៃអង្គារប្រាក់ដុល្លារក៏បានស្ថិតក្រោមសម្ពាធពីទិន្នន័យការបើកការងារដែលហៅកាត់ថា JOLTS ដែលមានភាពល្អប្រសើរតិចតួចនៅក្នុងការបើកការងារនេះនិងការជួលកាន់តែខ្សោយនៅក្នុងខែសីហាដែលជាសញ្ញានៃទីផ្សារការងារមិនល្អប្រសើរត្រូវការពង្រឹងបន្ថែមខណៈដែលទិន្នន័យទំនុកចិត្តរបស់អ្នកប្រើប្រាស់ក៏មានភាពទន់ខ្សោយផងដែរមានបង្កើនឡើងដល់លើសកម្រិត $3,870 ក្នុងមួយអោនកាលពីថ្ងៃពុធដោយកាលដល់កម្រិតខ្ពស់កំណត់ត្រាក្នុងវគ្គមុនដោយសារតែការព្រួយបារម្ភអំពីការបិទរដ្ឋាភិបាលអាមេរិកដែលកំពុងមានការព្រួយបារម្ភកើនឡើងបានជំរុញឲ្យមានតម្រូវការកាន់តែខ្លាំងឡើងសម្រាប់ទ្រព្យសម្បត្តិដែលមានសុវត្ថិភាពនេះព្រឹទ្ធសភាអាមេរិកបានបរាជ័យក្នុងការអនុម័តច្បាប់ដើម្បីពង្រីកបន្ថែមក្នុងការផ្ដល់មូលនិធិរបស់រដ្ឋាភិបាលដោយនាំប្រទេសអាមេរិកកាន់តែខិតទៅជិតការបិទរដ្ឋាភិបាលមួយខណៈដែលលោកប្រធានាធិបតីដូណាល់ត្រាំបានបង្ហាញពីការកាត់បន្ថយបន្ថែមទៀតពាណិជ្ជករកំពុងតាមដានយ៉ាងដិតដល់នៃរយៈពេលនៃការបិទនេះដោយសារការបិទនេះបន្ថែមការពន្យាពេលទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរួមទាំងរបាយការណ៍ប្រាក់បៀវត្សមិនមែនកសិកម្មនៅថ្ងៃសុក្រដែលជាកត្តាសំខាន់នៃមុនកិច្ចប្រជុំគោលនយោបាយចុងខែតុលារបស់ Fed ទន្ទឹមនឹងនេះដែរទិន្នន័យការបើកការងារហៅកាត់ថា JOLTS ល្អតិចតួចក្នុងការបើកការងារប៉ុន្តែការជួលកាន់តែខ្សោយនៅក្នុងខែសីហាដែលជាសញ្ញានៃទីផ្សារការងារមិនល្អប្រសើរត្រូវការពង្រឹងបន្ថែមដែលអាចផ្ដល់ឲ្យ Fed កាន់បន្ថយអត្រាការប្រាក់ឥឡូវនេះពាណិជ្ជករកំពុងកំណត់ទំនុកចិត្តក្នុងឱកាសជាក់លាក់នៃការកាត់បន្ថយអត្រាការប្រាក់នៅឯកិច្ចប្រជុំបន្ទាប់ជាមួយនឹងភាគរយប្រហែល 76% នៃ probability នៃការកាត់បន្ថយបន្ថែមទៀតនៅក្នុងខែធ្នូ